ឥឡូវនេះនៅខាងប្រទេសអឺរ៉ុបនិងសហរដ្ឋអាមេរិកគឺមានការកើនឡើងកម្ដៅដាក់គ្នាប៉ុន្មានតិចទៀតហើយដោយសារឥឡូវនេះគឺសហរដ្ឋអាមេរិកគឺបានយកនាវាចម្បាំងទូកចម្បាំងយន្តហោះចម្បាំងនិងសភាវុធធនធ្ងន់ធនធំហ្នឹងទៅគៀកនៅប្រទេសអឺរ៉ុបខ្លាំងមែនតើហើយនៅក្នុងពេលឥឡូវហ្នឹងសហរដ្ឋអាមេរិកបានធ្វើការពមៀនទៅកាន់ប្រទេសអឺរ៉ុបម្ដងទៀតហើយពមៀនទៅលើពាក្យដដែលទេអ្នកនរគ្នាប៉ុន្តែគាត់ថាលើកនេះគឺមានអត្ថន័យនិងសង្កត់ន័យធ្ងន់ជាងមុនទ្វេដងដោយសារអីសហរដ្ឋអាមេរិកគឺបានយកនាវាចម្បាំងសភាវុធធំធ្ងន់គឺទៅគៀកនឹងប្រទេសអឺរ៉ុបខ្លាំងមែនតើហើយសហរដ្ឋអាមេរិកអាចនឹងបើកការវាយប្រហារគ្រប់ពេលវេលាហ្មងដោយការពមៀននេះដែរសហរដ្ឋអាមេរិកបាននិយាយថាសូមឲ្យប្រទេសអឺរ៉ុបនិងមេដឹកនាំប្រទេសអឺរ៉ុបហ្នឹងបញ្ឈប់ការបើកការវាយប្រហារឬក៏សម្លាប់ប្រជាជនអឺរ៉ុបដែលទៅធ្វើបាតកម្មដោយអហិង្សានឹងជាបន្ទាន់បើមិនចង់ឲ្យសហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំពីពេញប្រទេសអឺរ៉ុបទេបន្ទាប់មកប្រទេសអឺរ៉ុបក៏បានពមៀនទៅកាន់សហរដ្ឋអាមេរិកវិញដូចគ្នាប្រសិនបើសហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅកាន់ប្រទេសអឺរ៉ុបមុនប្រទេសអឺរ៉ុបនឹងបើកការវាយប្រហារទ្រង់ទ្រាយធំទៅកាន់ប្រទេសសហរដ្ឋអាមេរិកវិញដូចគ្នាជាពិសេសនឹងកំទេចមូលដ្ឋានទ័ពទាំងអស់របស់សហរដ្ឋអាមេរិកដែលមាននៅជុំវិញពិភពលោកហ្នឹងគឺកំទេចចោលដល់ដីស្មើសូន្យទាំងអស់វិញដូចគ្នាហើយរឿងអឺរ៉ុបហើយនឹងអាមេរិកនេះដែរគឺមិនមែនជារឿងលេងសើចទេអ្នកនរគ្នាដោយសារតែវាគឺជាការឡើងកម្ដៅមួយអ្នកនរគ្នាអាចនឹងជាសង្គ្រាមមែនក៏ថាបានដែរដោយសារឥឡូវនេះគឺមានការគម្រាមដាក់គ្នាទៅវិញទៅមកហើយសហរដ្ឋអាមេរិកក៏បានផ្ញើសារទៅកាន់មេដឹកនាំអឺរ៉ុបដូចគ្នាថាសូមឲ្យមានតុចរចាបើសិនជាអត់ចង់មានសង្គ្រាមឬក៏បញ្ឈប់ការសម្លាប់ក្រុមបាតកោជាបន្ទាន់ហើយមួយទៀតអ្នកនរគ្នាខ្ញុំចង់ប្រាប់អ្នកនរគ្នាសហរដ្ឋអាមេរិកបានព្រមានទៅកាន់ប្រទេសអឺរ៉ុបម្ដងទៀតហ្នឹងគឺទឹកតកើតឡើងទេនៅថ្ងៃទី26ខែ1ឆ្នាំ2026យើងហ្នឹងគឺទឹកតែ2ថ្ងៃមុនទេអ្នកនរគ្នាហើយការព្រមានដាក់គ្នានេះដែរគឺជាស្ថានភាពឡើងកម្ដៅដែលខ្ញុំប្រាប់អ្នកនរគ្នាម្ដងហើយម្ដងទៀតនេះខ្ញុំគ្រាន់តែចង់បញ្ជាក់អ្នកនរគ្នាហើយនេះគឺជាការអាប់ដេតតាក់ទងជាមួយនឹងប្រទេសអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកបើសិនបើមានអីលម្អិតថ្មីជាងហ្នឹងចាំខ្ញុំយកមក adding ប្រាប់អ្នកនរគ្នាបន្ថែមទៀត